Sẽ này là khía bênนี้ server Eldora បានបើកឲ្យទាំង Java ទាំង Bedrock អាចចូលលេងជាមួយគ្នាបានហើយឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបចូលលេងនៅក្នុង server Eldora ទាំង Java player និង Bedrock player សម្រាប់ Java player ដំបូងយើងចូលមកកាន់ multiplayer ហើយអ្នកនរចុច add server តទៅទៀតឈ្មោះខាងលើហ្នឹងអ្នកនរគ្នាចង់ដាក់មិនក៏បានដែរតែអ្វីដែលសំខាន់គឺ server address អ្នកនរគ្នាអាចវាយតាមខ្ញុំមក eldora.mcpc.ink ពេលដែលអ្នកគ្នាវាយរួចអ្នកគ្នាចុច down មកហើយយើង refresh វាមួយមកពេលដែលយើងឃើញ logo server យើងចុចលើ server មកបន្តមកទៀតអ្នកគ្នាចាំមក play ទៅវានឹងចេញ option 2យើងចុចតែយើងត្រូវចុច progress បន្តមកទៀតយើងនឹងអាចចូលលេង server Eldora បានហើយសម្រាប់ player ដែលលេងលើទូរស័ព្ទដៃឬក៏ Bedrock យើងចុច play ហើយយើងចុច creator multiplayer បន្តមកទៀតយើងចុច add server ពេលចុចហើយអ្នកនរគ្នានឹងឃើញ3នេះអ្នកនរគ្នាខាងលើចង់ដាក់មិនក៏បានដែរហើយ IP server អ្នកនរគ្នាត្រូវដាក់ដូចខ្ញុំអ្នកនរគ្នាថែមមក eldora.mcpc.ink តមកទៀតគឺយើងចូលមកដល់ port ម្ដងសម្រាប់ port អ្នកនរគ្នាវាយលេខដូចខ្ញុំមកបន្ទាប់ពីអ្នកនរគ្នាវាយដូចខ្ញុំហើយវាមាន option 2ដូចគ្នាវាមាន add server ធម្មតាមួយហើយនិង add and play អ្នកគ្នាចុចភ្លាម add server ហើយអ្នកគ្នាចូលលេងហ្មងអរគុណអ្នកនរគ្នាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលលេងនៅក្នុង server Eldora បានច្រើនអរគុណ